ទុំច្រៀងរៀបរាប់ដំណើរសពតាំងពីទុំធ្លាប់រួមស្នេហាទាវសោតក្រៀមក្រុមអន់អួលផ្សាក្ដួលក្តៅរាមិនមានស្ដីកាលនោះឯអង្គព្រះចមត្រៃក្សត្រថ្លៃទ្រង់ខ្ញៅនឹងទាវសីឆ្វេងគួសន្តោសប្រោសប្រណីព្រះតីចិញ្ចឹងរំពឹងកាត់ទ្រង់ធរថាអញយកទោសវាសំនឹងឃ្លាតឃ្លាសង្សារសត្វព្រះធម៌មេត្តានឹងបងបាត់គួផាត់ទាត់ចោលចេញទៅជាមានព្រះតម្រាស់ប្រាប់មន្ត្រីឲ្យយកទាវស្រីមកសួរវាបើឆ្លើយទៅហើយត្រូវពាក្យគ្នាយើងលើកលែងវាតាមចម្លើយស្ដេចមានព្រះរាជចង្ការបន្ទូលសួរថាណែទុំអើយទាវសង្សារមែនចូលឯងឆ្លើយកុំបិទបាំងឡើយប្រាប់តាមត្រង់កាលនោះទុំសោតខ្លាចបារមីផ្ទៀងស្ដាប់ជាក់ក្មៃលើកបចង់ទុំទូលលោកស្ត្រាដោយស្មោះត្រង់សូមទានព្រះអង្គប្រោសប្រណីករុណាសម្លាប់តាមទោសធំទុករស់ជាខ្ញុំព្រះបារមីទូលបង្គំជាខ្ញុំនឹងលាក់ធ្វើឲ្យនាងទាវស្រីសង្សារពិតទ្រង់ត្រាស់សួរទៅនាងទាវវិញទាវឲ្យខ្លួនមិញអញពិនិត្យប្រាប់ដោយពិតត្រង់កុំភ័យភិតបានរួមផ្ដេកផ្ដិតឬមោសាទាវទូលទៅអង្គព្រះក្រីពិតនរដីសូមមេត្តាខ្ញុំនឹងទុំពិតទៀងសច្ចាដោយព្រះករុណាទ្រង់ជ្រាបស្រាប់កាលនោះឯអង្គព្រះចមត្រៃក្សត្រថ្លៃបានទ្រង់ព្រះសណ្ដាប់ទ្រង់ឆ្វេងជឿជាក់ទាវសាហាប់ស្ដេចត្រាស់ប្រញពិតប្រាប់សេនាទ្រង់ព្រះតម្រាស់នឹងកង្សីមៀតឲ្យមុខមន្ត្រីខ្ញុំរាជការឲ្យរៀបប្រដាប់មង្គលការក្សត្រានឹងផ្សំទាវនឹងឯកចតុះដំបង្គំលីកកេរទៅផ្ទះទីតេវិញដោយឡែកប្រាប់គ្នាទៅមកថាថ្ងៃស្អែកកុំចាំរែរែករស់វៃទើបក្រោកក្រាក់ចាក់តែនមណីយាងចូលមន្ទីររសានព្រះតីផ្ទុំលើស៊ីនីឋានប្រពៃទុំគាត់គិតកេគរាជាលងលុះព្រឹកព្រៀងស្វាងឡើងជាក់ក្សត្រថ្លៃទ្រង់លាក់ចាក់និទ្រាចេញគង់ចុងរោងជុំស្រឹងគាមន្ត្រីរាល់គ្នាឡើងគួយក្សត្រស្ដេចទ្រង់បង្គាប់ឲ្យរៀបចំនាំទាវមកផ្សំឲ្យឆាប់ថ្វាត់ទុំទាវចូលគាល់នៅប្រណិប័តមហាក្សត្រស្ដេចឲ្យពោមង្គលជួបជុំបដីមន្ត្រីធំចតុះដំមូលមកជួយរវល់សំគុំទុំទាវថ្លៃនិមលទៅសពោទ្រង់ខ្សានមានមេត្តាសំពះចុងស្លឹកព្រឹកនោះស្រេចបរិបូរណាសុរិចមង្គលការម្ដាយទាវគាត់លាអង្គសត្រានាំញាតលបសាមកស្រុកវិញឯទាវនួនល្អងល្អពិសីបានរួមមេត្រីនឹងគ្នាមិញទុំនៅយូរទៅក៏សុខសានពិតពេញដូចចិត្តគិតចិត្តណាទាវសោតបានសុខឥតទុក្ខម្នេញឡើងគួរក្សត្រសានអង្គិសរានៅថិតរួមស្ថានសានចិន្តាឥតមានទុក្ខនឹងអ្វីឡើយថ្លែងពីម្ដាយទាវវិលដល់ស្រុកវិតព្រួយប្រានពុំបានស្បើយថាឲ្យទាវថ្លៃកែវកូនឲ្យម្ដេចឡើយមកបានប្តីកំសត់ពីព្រោះអាចោចិត្តចង្រៃកាច់ក្រៃវិស័យវិហ៊ានក្បត់ថាទាវសង្សារវាប្រកាសស្ដេចអត់ពុំយកនៅទោសាអញផ្ដាច់ពងរត់ពីអានេះមិនមានសន្តិគិតសង្ការកិច្ចគោលបាយតាមប្រាជ្ញាផ្ដាច់អាទុំចោចិត្តត្រុសក្បត់គិតផ្សំគុំស្រេចនឹងមើលងួនកូនលោកអជូនពិតប្រកបអញឲ្យធ្វើអាទុំសัตว์ព្រាត់ពងរត់ចេញជីវេលីនឹងអញគិតទៅលោកអជូនមើលងួនកូនគាត់ក្រាន់ទីពឹងមានទ្រព្យសាក់យកខ្ពស់ទៅដឹងតាមខឹងគិតខុសដល់យូរថ្ងៃក៏ពីរាត្រីស្រីម្ដាយទាវខេខឹងឈោឆាវគ្មានសំចៃសូវចង់បងទ្រព្យធ្លាប់ដល់ខ្សែតាមចិត្តអាល័យមិនមានគិតស្រេចហើយម្ដាយទាវចុះដើរទៅដល់ឡាងលំនៅធ្លាប់ស្នាលស្និទ្ធដន្លងនឹងគៀនដោយទុកចិត្តជីមិត្តឥតមោះឆ្នោះថ្លាថ្លែងគាត់ដល់អង្គុយផ្ចង់ស្មារតីលើកដៃសំពះថាខ្ញុំឯងជាស្រីហាក់ដូចបានតុបតែងខ្លាចក្រែងខុសសល់លោកមេត្តាក្តៅណាស់ចៅហ្វាយនឹងអាទុំនាំឲ្យអាប់អន់កេកមេបាប្រហែលមិនមានខ្លាចនរណាឥឡូវខ្ញុំថាសូមចៅហ្វាយរិះរកធ្វើនំផចំណីជ្រូកមាន់ទាត្រីស្រានៅបាយបន្លែគ្រប់មុខទុកពីអាយបំរុងជិតម៉ៃចាត់ដល់ទៅទាវកូនឲ្យវិលមកប្រញាប់ពាក្យពេចសាស័ព្ទធម្មតានៅឯនេះឈឺធ្ងន់គ្រុនចុកក្តៅផ្ដាំមកកូនចៅសាច់សន្តានវិលឆាប់ទៅផ្ទាន់ម្ដាយផ្តែផ្ដាំរងចាំរឹតខ្លាំងភាំងប្រមាណកម្លាំងតិចណាស់ខ្វះក្នុងប្រាណម្លេះខានឃើញមុខជាទុកធ្ងន់បើបានទាវកូនមកដល់ហើយបង្គង់អ្វីឡើយរៀបកាយគុណកាយគិតងួនជាប្រពន្ធយើងផ្សំពីមុននឹងគ្នាស្រាប់ម្ដាយទាវវិលដល់ទីគ្រីស្ថានគាត់គិតប្រមាណរួចប្រញាប់រកស្ដីគេធ្វើសម្បត្តិឆាប់រៀបគ្រប់ប្រដាប់ប្រាប់ប្រើទៅចាត់ឲ្យអ្នកនាំអង្គអក្ខរាគាត់ប្រាប់ផ្ដាំថាកុំអង្គនៅឲ្យយូរដំណើរត្បិតឥឡូវថាម្ដាយឈឺក្តៅអត់ភោជនាអ្នកទាំងអំបាលការនោះមិញស្រស់ស្រួលស្រស្រាញ់ដូចចិន្តាចុះទុកចៅភ្លាមតាមចូលសារប្រាថ្នាបានដល់សកលនាយចត់ទុករួចឡើងទៅរំពេចដល់ផ្ទះទុំស្រេចសួររស់រាយទាវថាម្ដេចទៅអ្នកលោកម្ដាយសប្បាយសុខសាន្តឬមានអ្វីអស់អ្នកទាំងឡាយពីឯស្ដាប់ទាវសួររួចរាប់តាមសេចក្ដីស្រាយយកសម្បត្តិឲ្យទាវសីមើលដឹងទាវភ័យស្លុតភ័ណ្ឌភាំងទាវថាអ្នកវរលាក់ប្អូនម្ដាយខ្ញុំឈឺសូនស្ទើរមរណំ
ថាអត់អាហារហេវស្គុំស្គាំងឥឡូវមានទាំងកំណត់ថាឲ្យខ្ញុំលាអ្នកបងទៅឆាប់រស់រាន់ប្រញាប់តាមសញ្ញាឲ្យជុំកូនចែញាតការសែនព្រេនមេបាខ្មោចក្នុងផ្ទះទុំដកដង្ហើមធំថប់ថាអប្អូនសង្សារខំរូតរះទៅហើយបើជាប្អូនរហ័សកុំលះលឡងសុងយូរឡើយបងរៀបដំណើរឲ្យកល្យានខ្លួនបងឈប់ខាននៅនោះហើយធរេរិការៈសត្រានត្រើយប្អូនឲ្យប្រយ័ត្នអង្គអាត្មាទាវលាទុំចោចុះទុកស្រេចចៅស្រោតរូតលេចជ្រោយចង្វាខំចៅមិនចត់ឈប់ឡើយណាចិនតាទាវទុកមកក្រៀមក្រំទុកមួយឃ្លៀបប្តីថ្មីឯកាទុកមួយមានដាឈឺដំណំទាវថាអញម្នេញចាក់ចំបែងបងបារម្ភកុំឲ្យច្រើនផ្លូវចៅចប់ដល់ពីមភ្លាមដល់កោះស្រោតតាមចន្លោះមិនមានត្រូវគ្មានឈប់អង្គប្រានសម្រាននៅចត់ឈប់ឡើងទៅដល់ត្បូងឃ្មុំទាវឡើងលើផ្ដាក់កាយាយងយល់មាដាមីមេងជុំសាច់ញាតសង្វាតមកជំនុំរៀបផូចផនំផ្សំស្រាបាយដៃចាប់បាយនំអនសំស្រាសែនថ្វាយដូនតាជ្រួចថ្វាត់ថ្វាយថាអស់ខ្មោចដាយាយនៅម្ដាយអញ្ជើញមកឲ្យសពសោយផលសោយស្រេចឲ្យពោមកកូនចៅសាច់ផៅប៉ុន្មានកុំឲ្យសឥឡូវទាវកូនទៅមកដល់ចូលកូនដំកល់គិតវែងឆ្ងាយទាវមកដល់ហើយកូនឲ្យស្ដាប់ម្ដាយនឹងសាស័ព្ទបបរិយាយធម្មតាកូនកើតមានរូបកាយល្អល្អឆើតឆាយចាយសម្ដីពីឈ្មោះចម្ពោះដល់មហាក្សត្រយកទៅថ្វាយថ្វាត់ត្រង់ប្រណីប្រែឲ្យមើលឯកេតមានអ្វីក្រក្រៃធនធានគ្មានស៊ីសោះហេតុនេះម្ដាយប្រែកែគិតផ្សឹងអជូនជីងជីងគួរស្រណោះគេមានសាក់បុណ្យធនរបស់បណ្ដោះទាវទុកក្រលុកកា